សូមស្វាគមន៍មកកាន់មេរៀនថ្ងៃនេះក្នុងវីដេអូនេះយើងនឹងបង្ហាញអំពីភាពខុសគ្នារវាងកាលផ្សេងៗដែលប្រើជាមួយនឹង verb to be នេះគឺជាកិរិយាសព្ទដ៏សំខាន់មួយក្នុងភាសាអង់គ្លេសហើយនឹងការយល់ដឹងពីរបៀបប្រើប្រាស់វាឲ្យបានត្រឹមត្រូវនឹងជួយឲ្យអ្នកនិយាយបានស្ទើរជាងមុនតោះយើងចាប់ផ្ដើមតើនៅពេលណាយើងប្រើប្រាស់ verb to be verb to be គឺជាកិរិយាសព្ទមួយដ៏សំខាន់នៅក្នុងភាសាអង់គ្លេសវាត្រូវបានប្រើនៅក្នុងវិធីផ្សេងៗខុសគ្នារាប់បញ្ចូលទាំងការពិពណ៌នាមមនុស្សវត្ថុហើយនឹងសកម្មភាពទី1យើងប្រើប្រាស់ verb to be ដើម្បីយកមកពិពណ៌នាមមនុស្សវត្ថុហើយនឹងទីកន្លែងយើងប្រើប្រាស់ verb to be ដើម្បីផ្ដល់ព័ត៌មានអំពីមនុស្សហើយទីកន្លែងហើយឬក៏វត្ថុឧទាហរណ៍ she is a teacher they are my friends this is my house ទី2ដើម្បីនិយាយអំពីសញ្ជាតិអាយុហើយនឹងការងារឧទាហរណ៍ I am 25 years old he is an engineer she is from Japan ទី3យកមកពិពណ៌នាទាក់ទងនឹងលក្ខណៈសម្បត្តិហើយនឹងទ្រង់ទ្រាយឧទាហរណ៍ The sky is blue you are kind we are tired ទី4និយាយអំពីទីកន្លែងឧទាហរណ៍ The book is on the tables they are in the classroom we are at the park ទី5នៅក្នុងប្រយោគសំណួរហើយនឹងចម្លើយខ្លីឧទាហរណ៍ Are you a student? Yes, I am. No, I'm not. Is he at home? Yeah, he is. No, he isn't. ទី6នៅក្នុងកាល passive voice ឧទាហរណ៍ The cake is made by mom. The house was built in 1990. ទី7នៅក្នុងកាលកំពុងបន្តឧទាហរណ៍ She is studying English now. They were playing soccer. សូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចចុច like share ហើយនិង subscribe ដើម្បីទទួលបានមេរៀនភាសាអង់គ្លេសថ្មីៗបន្ថែមទៀតខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីមេរៀនមួយនឹងបន្តអនុវត្តអ្នកនឹងអាចប្រើប្រាស់កិរិយាសព្ទ to be បានក្នុងពេលដ៏ខ្លីខាងមុខជួបគ្នានៅមេរៀនក្រោយទៀតសូមអរគុណ